អ្នកពូអ្នកមីងដែលមានវត្តមាននៅទីនេះនាងខ្ញុំជាលេខាជាសិស្សថ្នាក់ទី 9A នៃសាលានុវិទ្យាល័យរតនៈថ្ងៃនេះនាងខ្ញុំឡើងមកសម្ដែងនៅទិវារំលឹកគុណឪពុកអ្នកម្ដាយជាបឋមនាងខ្ញុំសូមគោរពដល់លោកកណាធិបតីជាទីគោរពហើយនឹងលោកគ្រូអ្នកមីងគណៈព្យាបាលសិស្សព្រមទាំងសិស្សានុសិស្សជាទីមេត្រីនាងខ្ញុំឈ្មោះស្ទើបណ្ដាជាសិស្សថ្នាក់ទី 9A នៃសាលាមកនេះមកសម្ដែងកាយវិការនៅវត្តមហាគុណនៅថ្ងៃនេះថ្ងៃទី 22 ខែមិថុនាឆ្នាំ 2026 ដោយប្រព្រឹត្តកម្មវិធីមួយរំលឹកគុណឪពុកម្ដាយជាបឋមនាងខ្ញុំសូមគោរពដល់គណៈអធិបតីជាទីគោរពដល់ពពុះនិងសូមគោរពដល់លោកគ្រូអ្នកគ្រូនៅក្នុងសាលាវិទ្យាល័យរតនៈត្រូវធ្វើប្រព្រឹត្តទៅថ្ងៃទី 22 ខែមិថុនាឆ្នាំ 2026 អរគុណគ្នាឲ្យហើយមានមកហើយចំទៀតដៃបងរៀនវិជ្ជា